បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនេះជាហាងឆេងមាសនៅថ្ងៃទី12ខែមេសាឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍ផងដែរបាទហើយខ្ញុំក៏ចូលរវល់ដែរថ្ងៃនេះប៉ុន្តែខ្ញុំឆ្លៀតធ្វើវីដេអូជូនបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមនិយាយអំពីតម្រូវការមាសកើនឡើងហើយបងប្អូនកុំភ័យថាមាសចុះណាបាទនៅក្នុងសប្តាហ៍នេះគណៈដែលបន្ទុកនយោបាយនិងសេដ្ឋកិច្ចនៅទូទាំងពិភពលោកកំពុងតែបន្តមានភាពមិនច្បាស់លាស់ទោះបីជាតម្លៃមាសនៅទីផ្សារពិភពលោកបានបន្តកើនឡើងបន្តិចបន្តួចទោះបីជាសម្ពាធមួយចំនួនសម្រាប់ការធ្លាក់ថែមទៀតក៏មានដែរហើយបើយោងតាមទិន្នន័យទីផ្សារអន្តរជាតិនៅថ្ងៃទី12ខែមេសាឆ្នាំ2025តម្លៃមាសបានឈរជិតនៅ$2,380ក្នុងមួយអោនហើយដោយមានការកើនឡើងប្រមាណជាង 0.5% បើប្រៀបធៀបទៅនឹងសប្តាហ៍មុនបាទតើអ្វីជាតម្រូវការកើនឡើងមាសបាទទី1ភាពមិនច្បាស់លាស់របស់នយោបាយនិងសង្គ្រាមបាទការប្រឈមមុខនឹងភាពតានតឹងរវាងប្រទេសមហាអំណាចជាពិសេសបណ្ដាប្រទេសមកពីវិបត្តិក្នុងតំបន់មជ្ឈិមបូព៌ានិងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីដែលមិនទាន់មានសញ្ញាបញ្ចប់បានធ្វើឲ្យអ្នកវិនិយោគជាច្រើនបដូរទិសដៅមករកទ្រព្យសម្បត្តិដែលមានតម្លៃថេរដូចជាមាសបាទដើម្បីកាន់កាប់ចំណូលនិងការពារមូលធនបាទទី2គឺទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះបាទការបង្ហាញអត្រាកំណើន GDP តិចជាងការរំពឹងទុកបាទនិងការធ្លាក់ចុះនៃកំណត់បរិមាណផលិតឧស្សាហកម្មបាទបានបង្កឲ្យមានការទុកចិត្តថាផែនការអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកើនបានឆាប់ជាងនេះបាទអត្រាការប្រាក់ទាបនឹងជំរុញឲ្យមានការវិនិយោគទៅលើមាសកាន់តែខ្លាំងទី3គឺតម្រូវការពីអាស៊ីហើយនឹងកំពុងតែកើនឡើងហើយប្រទេសដូចជាចិននិងឥណ្ឌាបានបន្តបង្កើនបរិមាណទិញមាសទាំងសង្គមទុកថាទ្រព្យនិងប្រើប្រាស់ក្នុងវិស័យគ្រឿងអលង្ការជាពិសេសឥណ្ឌាកំពុងតែចូលរដូវមង្គលការតម្រូវការមាសសម្រាប់គ្រឿងអលង្ការកើនឡើងយ៉ាងខ្លាំងបាទហើយអ្វីបានគួរភ័យថាមាសចុះបាទទី1គឺស្ថានភាពទីផ្សារសញ្ញាដែលយើងមើលឃើញថាជាប្រចាំក្នុងពេលថ្មីៗនេះបានបង្ហាញថាគណៈដែលទីផ្សាររោងសម្ពាធខ្លះៗនៅក្នុងរយៈពេលខ្លីប៉ុន្តែទិសដៅទៅរករយៈពេលវែងនៅតែជាអំណោយផលសម្រាប់មាសបាទភាពមិនច្បាស់លាស់សេដ្ឋកិច្ចហើយនិងហិរញ្ញវត្ថុនៅតែជាចំណុចសំខាន់ដែលជំរុញអ្នកវិនិយោគបន្តកាន់កាប់មាសបាទទី2គឺអត្រាការប្រាក់និងដុល្លារបាទខណៈដែលអត្រាដុល្លារអាមេរិកបានការថយចុះបន្តិចនេះជាការជួយលើកស្ទួយតម្លៃមាសបាទសម្រាប់ពេលដែលដុល្លារថោកហើយមាសនឹងតម្លៃអនុលោមសម្រាប់អ្នកទិញក្រៅពីសហរដ្ឋអាមេរិកបាទទី3គឺមុខងាររបស់មាសសម្រាប់ការការពារសម្បត្តិបាទមាសនៅតែជាទ្រព្យសម្បត្តិដែលយល់ថាមានសុវត្ថិភាពនៅពេលដែលមានហានិភ័យសេដ្ឋកិច្ចឬក៏ហិរញ្ញវត្ថុមិនថាបានឃើញថាការលំបាកជាសកលឬក៏បញ្ហាសម្បត្តិក្នុងប្រព័ន្ធហិរញ្ញវត្ថុមាសនៅតែរក្សាតម្លៃរបស់វាបាទហើយតម្លៃមាសនៅថ្ងៃទី12ខែមេសាឆ្នាំ2025មិនមែនជាការកើនឡើងយ៉ាងច្រើនទេប៉ុន្តែបង្ហាញពីស្ថិរភាពនៃតម្រូវការនិងការប្រមូលទុកជាសារពើភ័ណ្ឌក្នុងបរិបទនេះអ្នកវិនិយោគដូចជាមនុស្សទូទៅមិនគួរតែភ័យខ្លាចឬក៏ការរងចាំធ្លាក់តម្លៃជាប្រចាំទេប៉ុន្តែគួរតែប្រើមាសជាជំរើសក្នុងការរក្សាមូលតម្លៃនិងពិសេសក្នុងបរិបទដែលมันមានភាពមិនប្រកបប្រជាបាទអញ្ចឹងគឺសម្រាប់ការវិភាគនេះគឺខ្ញុំសូមសង្ខេបប្រព័ន្ធនេះបាទអញ្ចឹងសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូអាប់ដេតថ្មីៗបន្ទាប់បាទសូមអរគុណច្រើនបាទ